បាទសួស្តីដល់បងប្អូនចាស់សានុសិស្សទាំងអស់ក៏ដូចជាអ្នកតាមដានបណ្ដាញសង្គមណាអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកនៅមេរៀនមួយដែលយើងនិយាយគ្នាថ្ងៃមុនណាថាយើងនិយាយតាក់ទងទៅនឹង MVC បាទខ្ញុំដាក់អញ្ចេះអឺឥឡូវខ្ញុំមើលរូបណារៀងច្បាស់បន្តិចតែម្ដងទៅបាទរូបនេះក៏បានដែរអូខេសំខាន់ដល់តែច្បាស់ណាអញ្ចឹងនេះរូបនេះរូបនេះមិនសូវច្បាស់ទេជប់ខ្ញុំរករូបមួយទៀតរូបនេះវាល្អជាងនេះរូបនេះអូខេបាទខ្ញុំគិតថារូបនេះចប់ណាអញ្ចឹងនៅក្នុង Spring Framework ឬក៏យើងហៅថា Spring Boot គឺយើងមានគេហៅថាកាលដែលយើងរៀនដំបូងđóយើងរៀនពីតាក់ទងទៅនឹងហៅថា pattern ណា pattern ហ្នឹងវាមានច្រើនណាវាមានហើយគេនិយាយពី pattern នេះមានន័យថារបៀបគំរូសម្រាប់យើងសរសេរតាក់ទងទៅនឹងកូដដែលវាមានជាគំរូរបស់វាយើងសរសេរទៅដើម្បីឲ្យអាគំរូរបស់យើងនឹងវាត្រូវទៅនឹងអា business logic របស់យើងណា business logic របស់យើងអញ្ចឹងខ្ញុំគ្រាន់តែចង់ណែនាំបន្ថែមតិចទៀតថាតាក់ទងនឹងarchitecture របស់ Spring គឺវាចេញមកគឺតាក់ទងទៅនឹង web application វាមានតាក់ទងទៅនឹង model view controller ឯងទី1គឺតាក់ទងនឹង user នេះគាត់ទៅចុច view គាត់ទៅចុចផ្ទាំង interface view ណាបាទអញ្ចឹងពេលណាគាត់ចុច view បាទកាលណា interface នេះចុច view អញ្ចឹងពេលដែលចុច view ផឹងអញ្ចឹងតាក់ទងទៅនឹង view នឹងគាត់អា view នឹងវាតំណាក់តំណងជាមួយនឹង view វាដឹងថា view ចុចហើយអញ្ចឹងវាទៅហៅ controller ណាហើយ controller បាទគេដាក់រូបអញ្ចេះខ្ញុំឯកភាពហើយព្រោះវាជារូបភាពមួយដែលយើងមើលទៅវាថាសមរម្យសម្រាប់យើងដែលយើងអាចមើលបានណាអញ្ចឹងអូខេខ្ញុំព្រមតិចសិនអញ្ចឹងតកតងទៅនឹងកាលណាយើង request ទៅ view បាទ view វា verify ថាមាន user មួយ request ទៅអញ្ចឹង view គាត់ request ទៅ controller ណាអញ្ចឹងពេលដែលយើង request view មកអញ្ចឹង view វាបោះទៅ controller អញ្ចឹងពេលណាបោះទៅ controller ជាអ្នកសម្រេចចិត្តថាវាតំណាក់តំណងគ្នាជាមួយនឹង model នេះ model នេះណាតំណាក់តំណងគ្នាជាមួយនឹង model អញ្ចឹង model តាក់ទងនឹង model នេះមួយទៀតគឺតាក់ទងទៅនឹង model គឺវាឈរជាមួយនឹងទៅនឹង database ព្រោះអី model និង database នេះគឺជា schema ជាមួយគ្នាទេអញ្ចឹងពេលដែលuser គាត់ click លើ view ទៅកាន់ controller អញ្ចឹង controller វាទៅចាត់ចែង manipulate នេះគេដាក់ថា manipulate នឹងចាត់ចែងណាចាត់ចែងហើយវា update data ទៅឲ្យ view អញ្ចឹងណាបើសិនជា view រឿង request អីគឺ controller ជាអ្នកសម្រេចបាទអូខេអញ្ចឹងខ្ញុំមិនបញ្យល់វែងឆ្ងាយយើងគ្រាន់តែបញ្យល់ប៉ុណ្ណឹងសិនព្រោះដោយសារតែកុំឲ្យវីដេអូយើងវាវែងឆ្ងាយពេកឥឡូវយើងចូលដល់យើងអនុវត្តផ្ទាល់ណាអនុវត្តផ្ទាល់អញ្ចឹងខ្ញុំទៅបើក project ខ្ញុំតែម្ដងបាទនេះហើយ project ខ្ញុំនេះគឺវាមានអារម្មណ៍ថាវារៀងធំបន្តិចប៉ុន្តែទោះបីជាយ៉ាងណាក៏យើងត្រូវតែអនុវត្តអញ្ចឹងឯងព្រោះអីបើយើងអនុវត្តអញ្ចឹងទេគឺយើងពិបាកនៅក្នុងការមើលទៅលើ project real world project ណាអា project ពិតអញ្ចឹងពេលនោះបើយើងមិនឃើញនៅ project ពិតទេយើងនឹងទៅធ្វើរៀនម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតនាំឲ្យយើងសពិចសពិលណាអញ្ចឹងខ្ញុំសូមបង្ហាញអា project ពិតតែម្ដងអូខេអញ្ចឹងយើងទី1នោះគឺយើងអាចវាយតាក់ទងទៅនឹង website មួយដែលយើងចង់បានអាហ្នឹងយើងវាយ website មួយមកខ្ញុំឧទាហរណ៍មួយយើងវាយពាក្យថាបាទយើងវាយពាក្យថាSpring Boot បាទវាយពាក្យថា Spring Boot នឹងមកអញ្ចឹងនៅពេលដែលយើងវាយ Spring Boot មានពាក្យមួយថា Spring Utilizer នេះណាបងប្អូនជ្រើសរើសយក Spring Utilizer នឹងមកហើយតាក់ទងជាមួយនឹង Spring នេះគឺយើងអាចទៅសេ
project យើងមកថា project យើងនឹងឈ្មោះអីយើងគ្រាន់តែដាក់ com ហើយកន្លែងនេះយើងជំនួសមកគាត់ថាយើងដាក់ project នឹង demo ខ្ញុំទៅសេបាទ demo សេអសតូចចឹងមកបាទ demo ហើយកន្លែងនេះគឺយើងមិនបាច់ដាក់ទេគឺយើងដាក់ប៉ុណ្ណឹងហើយ project យើងជ្រើសរើសយកជាមួយនឹង package អីគេចាឬក៏វ៉ាណាជាទូទៅគឺយក default វានឹងមកដើម្បីកុំឲ្យយើងលំបាកហើយយើងយកអានេះគឺគេហៅថា JDK របស់យើងរើសយក21មក Java Git environment សម្រាប់ run របស់យើងហើយយើងយក project ជា Maven មកបាទហើយខ្ញុំសូមបញ្យល់បន្តិចថា project Maven ដែលយើងយកនេះតើវាគឺជាអ្វីអញ្ចឹងយើងនឹងនិយាយគ្នាលើកក្រោយទៀតជាធម្មតាដោយលោកគ្រូធ្លាប់បរៀនបងប្អូនទាំងអស់គ្នាថាតាក់ទងទៅនឹងSpring គឺវាប្រើ Java អញ្ចឹងការ Java វាប្រើតាក់ទងទៅនឹង dependency អញ្ចឹងតាក់ទងនឹង dependency បើយើងយក project នេះជា Vaman សុំទោសជា Maven project អញ្ចឹង project យើងអាច add dependency បានតាមរយៈជា script បាទជា script យ៉ាងណាខ្ញុំនឹងបង្ហាញណាអញ្ចឹងអានេះគឺចូលដំបូងឡើយគឺយើងរៀននេះគឺដូចរបៀបលក្ខណៈយើងទៅធ្វើការនៅក្រុមហ៊ុនអញ្ចឹងគឺយើងទីមួយយើងយកវាយstart spring.io នឹងមកហើយបន្ទាប់មកទៀតយើងជ្រើសរើសយកមកនេះអញ្ចឹងកាលណាយើងយកជា Maven project អញ្ចេះហើយយើងជ្រើសយកភាសា Java ហើយយើងដាក់Spring យើងដាក់ version វាប្រហែលនេះ Spring Boot នេះបាទអញ្ចឹងវា recommend ឲ្យប៉ុណ្ណឹងយើងយកប៉ុណ្ណឹងទៅហើយយើងដាក់ឈ្មោះមកខ្ញុំដាក់ demo អីចឹងមកបាទហើយយើងជ្រើសរើសយកតាមលំដាប់លំដោយវាមកគ្រាន់តែ JDK យើងជ្រើសយក21ហើយបន្ទាប់មកទៀតកន្លែង dependency នេះយើង add មកយើង add អីខ្លះនេះវាមាន Spring Dev Tool វាមានយើង search មកទី1យើងយក Spring Web បាទយើងវាយ web ហ្នឹងមក Spring Web ហើយយើងចុចលើហ្នឹងមកយើង add មួយបាទពេល add មួយវាធ្លាក់មកណាឃើញទេយើងយក Spring Web ព្រោះយក Spring Web ហេតុតែយើងយក Spring Web ដោយសារតែយើងយកជា Spring RESTful Service សម្រាប់ MVC ឃើញនេះវាដាក់នេះបាទអាហ្នឹងគឺគ្រូបរិញ្ញានេះគឺផ្ទាល់ហើយណាបើយើងរៀនទៅចេះតាមហ្នឹងគឺយើងទៅអាចទៅធ្វើ project ពិតបានតែម្ដងអូខេហើយយើង add ទៀតមកយើង add អីគេយើងមិនត្រូវការ database អញ្ចឹងយើង add MySQL driver មកឃើញទេអាហ្នឹងគេហៅថា Maven repository យើងអាច add dependency ចូលគេហៅថាការយើងរៀនមុន dependency injection នោះបាទយើង add អីទៀតយើង add theme leaf បាទ theme leaf នេះគឺជា template engine សម្រាប់យើងប្រើជាមួយនឹង HTML អញ្ចឹងយើង add ទៅយើងមិន add ក៏បានដែរប៉ុន្តែខ្ញុំ add ចូលហើយយើង add អីទៀតយើង add JPA បាទ JPA នេះគឺសម្រាប់ជា interface សម្រាប់យើងទៅធ្វើការ insert update delete ជាមួយនឹងគេហៅថាពួក Hibernate JPA បាទអញ្ចឹងអាហ្នឹងសម្រាប់យើងធ្វើការទៅវាមានអា package វាហ្នឹងសម្រាប់ឲ្យយើងធ្វើការ create insert delete update អីតាមរយៈ JPA query នឹងឯងអូខេអញ្ចឹងខ្ញុំយកប៉ុណ្ណឹងហើយយើងមានអីទៀតយើងមានដូចជាខ្ញុំប្រាប់មួយទៀតទៅដូចជាLombok នេះគឺជាតាក់ទងទៅនឹងយើងមានគេហៅ annotation មួយសម្រាប់ឲ្យយើងមិនបាច់ចាំពិបាកនៅក្នុងការដាក់ setter getter អីឲ្យmodel យើងទេណាយើងតិចទៀតយើងនឹងយល់អាហ្នឹងអញ្ចឹងខ្ញុំគ្រូបរិញ្ញានេះគ្រូសង្ឃឹមថាមួយហើយគ្រូនឹង review ឡើងវិញបាទទី1បងអូនចង់បង្កើត Spring Boot application បងអូនត្រូវមកចូល website មួយឈ្មោះថាបាទខ្ញុំដាក់ឲ្យធំតិចនេះ website មួយឈ្មោះថា spring start.print.io អញ្ចឹងបានប៉ុណ្ណឹងមកនេះយើងឃើញនេះវា create project ឲ្យយើងហើយកន្លែងនេះយើងជ្រើសយកភាសា Java មកហើយកន្លែងproject នេះយើងយក Maven មកហើយកន្លែងនេះយើងមិនបាច់រើសទេឲ្យវាយក default មក version របស់ Spring ហ្នឹងហើយបន្ទាប់មកទៀតយើងដាក់ឈ្មោះមកអានេះជា group របស់វាទេយើងដូរដាក់នេះមកនេះយើងដាក់កន្លែងនេះមកអានេះកន្លែងឈ្មោះ artifact របស់យើងហ្នឹងកន្លែងឈ្មោះ project របស់យើងណាអានេះជា package របស់វាអូខេអញ្ចឹងអានេះគឺជា Java ដែរទេហើយ configuration នេះយើងដាក់ជា property អញ្ចឹងមកយើងមិនដាក់ YAML ទេមានន័យថាសម្រាប់ធ្វើការដាក់ database config អីហ្នឹងហើយនេះយើងចំពោះ Java version JDK ហ្នឹងយើងយក version 21មកណាបាទអូខេហើយបន្ទាប់មកយើង add
đôi lúc cụ dây mấy chứ dừng add hay kia dừng add hay cái class này dừng add dependencyចូលមកបាទខ្ញុំព្រមវាតូចតិចបាទនេះយើង add dependency ចូលមកយើងមាន Spring Web Spring MVC មាន MySQL driver dependency មាន Timeleaf មាន Spring JPA Timeleaf យើងដកសិនក៏បានព្រោះយើងអត់ទាន់ប្រើទេហើយនឹងមាន Lombok មាន Spring JPA ហើយបើយើងខ្វះខាតចាំយើង add ចូលបន្ថែមទៀតទៅណាបាទអូខេអញ្ចឹងខ្ញុំយកប៉ុណ្ណឹងហើយយកអ្នកទាំងអស់គ្នាចាប់ផ្ដើមចុចលើពាក្យថា generate នេះមកនេះបាទ generate បាទអូខេពេល generate បានអ្នកទាំងអស់គ្នានឹងបាន project មួយគឺ project Spring Boot នេះ demo Spring Boot នេះហើយយើងពលាវាទៅណាបាទយើងពលាវាទៅបាទពលាវាទៅហើយយើង extract វាមកណាយើង extract វាមកធម្មតាទេអាហ្នឹងយើង extract មកអូខេនេះតែខ្ញុំអត់នេះទេព្រោះខ្ញុំបានកែវាពលាវារួចហើយខ្ញុំចូលមកកន្លែង project ខ្ញុំវិញ project ខ្ញុំឈ្មោះថានេះខ្ញុំគាត់ថាកែទេខ្ញុំយកដូចអ្វីដែលគ្រូបរិញ្ញាអ្នកទាំងអស់គ្នានេះខ្ញុំរកកែថាខ្ញុំដាក់ថា Spring Boot MVC អូខេបាទអញ្ចឹងពេលដែលយើងមានអា Spring Boot MVC មកវានឹងបង្ហាញ structure យើងដូចអ្វីដែលគ្រូបើកઅનેវាមានscript មានគេហៅថា SRC ហើយនឹងមាន form XML ព្រោះមិញគ្រូនិយាយថាតាក់ទងទៅនឹងអា dependency យើងប្រើ Maven repository ណាបាទអូខេអញ្ចឹងគ្រូបើក project របស់គ្រូវិញបាទនេះគឺជា project របស់គ្រូអញ្ចឹងនេះ project គ្រូឈ្មោះអីហោហែអញ្ចឹងមកហើយវាមានអា screen SOC អីមកអាហ្នឹងខ្ញុំគិតថាគ្នាយើងអត់ឆ្ងល់ទេមើលទៅតាមគ្រូទៅហើយគ្រូកែដាក់នេះថាដាក់ថា example បាទអញ្ចឹងកន្លែងណាកន្លែងដែលគ្រូគិតថា MVC នៅកន្លែងណាអញ្ចឹង MVC នេះអ្នកទាំងអស់គ្នាឃើញនេះពាក្យថានេះ model ណាខ្ញុំមិនចង់បរួមទេខ្ញុំគិតថាមើលឃើញកន្លែងហ្នឹង model កន្លែងនេះកន្លែង view ប៉ុន្តែដោយសារតែកន្លែង view ខ្ញុំអត់ប្រើខ្ញុំប្រើមកប្រើ Postman បាទនេះបាទនេះ Postman នេះណាខ្ញុំប្រើ Postman ហ្នឹង Postman ហ្នឹងគឺជាកន្លែង view របស់ខ្ញុំហើយមិនបាច់ចាំឆ្ងល់ទេគឺតិចទៀតយើងនឹងយល់ថា Postman ហ្នឹងអីគេហើយណាបាទអញ្ចឹងហើយកន្លែង property ដែលគ្រូយកមិញហ្នឹងគឺនេះសម្រាប់យើង config លោកគ្រូដាក់នេះបាទវារៀងមិនសូវច្បាស់បន្តិចប៉ុន្តែខ្ញុំអាចបញ្យល់បានកន្លែងនេះគឺយើងដាក់ spring.data source បាទយើង copy code មកយើងដាក់មកបន្ទាត់នេះគឺមានន័យថាយើង connect to database connect to database ហ្នឹងឈ្មោះ security db ហើយបន្ទាប់មកទៀត password បាទ password ដែលយើងបង្កើត MySQL យើងហ្នឹងបាទដែលយើងទៅឡើងនោះបាទដូចសពដងដែរទេអត់អីទេអាហ្នឹងបើសិននេះមិនច្បាស់ចាំគ្រូបរៀនយើងតាក់ទងនឹង install MySQL ទៀតហើយនេះកន្លែង driver របស់វាហ្នឹងបាទហើយកន្លែងផ្សេងនេះទៀតខ្ញុំមិនទាន់បញ្យល់ច្រើននេះគ្រាន់តែកន្លែង configuration ជាមួយនឹង database ឲ្យវាបង្កើតtable បង្កើតអីតទេហើយកន្លែងនេះគឺជាកន្លែងដែលយើងដាក់ class path វាសម្រាប់ឲ្យវាស្គាល់ prefix suffix ចំពោះ folder ណាអូខេអញ្ចឹងយើងចូលមក project យើងវិញណាអញ្ចឹងនេះគឺជា model អញ្ចឹង model ខ្ញុំបង្កើតមកខ្ញុំដាក់ថាmodel របស់ខ្ញុំដាក់ឈ្មោះថា product អូខេខ្ញុំដាក់ឈ្មោះថា product ចុះឥឡូវនេះស្អីឥឡូវនេះស្អីគេឥឡូវនេះគឺជា annotation របស់ Spring ដែលវា provide ឲ្យយើងដែលយើងប្រើដែលគ្រូប្រាប់មិញថាកាលណាយើងចូលប្រើអាកន្លែងនេះកន្លែងនេះ Lombok នេះដែលយើងបង្កើត project មិញបង្កើត project ជាមួយនឹង website string start print spring.io មិញហ្នឹងគឺមាន Lombok នេះអញ្ចឹងកាលណាមាន Lombok ហ្នឹងគឺ Spring Verb វាអនុញ្ញាតឲ្យយើងបង្កើតប្រើ annotation ហ្នឹងដើម្បី map គ្នាណាបាទអញ្ចឹងតាមឲ្យតន់កន្លែងហ្នឹងអូខេអញ្ចឹងយើងដាក់ entity អញ្ចឹងមកគឺតំណាងថា map អាហ្នឹងឲ្យទៅជា table ឃើញទេនេះខ្ញុំដាក់ថា name របស់វាគឺ product 1បាទ
delta នេះគឺជាតកតងទៅនឹង convert អានឹងទៅជា delta មានន័យថាឲ្យវាមានដូចជាតកតងទៅនឹង name username password ឬក៏ product name ឬក៏ quantity ឬក៏ price អីហ្នឹងគឺអាហ្នឹងគេដាក់ហ្នឹងដែរបាទយើងមិនបាច់សង្កត់ធ្ងន់ពេកទេអា data ហ្នឹងខ្ញុំសង្កត់ធ្ងន់តែ entity នេះទេបាទហើយអា no argument នេះគឺ constructor យើងចាំទេបើអ្នកទាំងអស់គ្នាអត់បានរៀនតាក់ទងទៅនឹងគេហៅថា OOP OOP ដែលតាក់ទងទៅនឹង Pocho class វាមានអាហ្នឹងអញ្ចឹងបើយើងប្រើអា Lombok នេះដែលគ្រូនិយាយមិញ add dependency Lombok ហ្នឹងមកយើងមិនបាច់ទៅពិបាកមកដាក់ setter getter ឲ្យអ្វីនេះទេយើងគ្រាន់តែប្រើពាក្យថា annotation ថា no constructor ហើយយើងប្រើ annotation ថានេះ data នេះគ្រូគ្រាន់តែបញ្ជាក់ថាគ្រាន់តែវាជំនួសឲ្យ data setter ហើយនឹង getter ហ្នឹងបាទគ្រូអត់និយាយច្រើននេះកន្លែងហ្នឹងយល់ណាហ្នឹងកាលណាយើងដាក់ data ប៉ុណ្ណឹងអញ្ចឹងអា member យើងនេះវាមាន setter ហើយនឹង getter security ឲ្យយើងមកស្អាតយើងមិនបាច់ទៅដាក់ public អីណា long id set id get id មិនបាច់ទេបាទអញ្ចឹងខ្ញុំបរៀននេះបរៀននៅក្នុង concept spring តែម្ដងដើម្បីឲ្យគ្នាយើងបានយល់ណាហើយគ្រាន់តែយើងដាក់ constructor ប៉ុណ្ណេះហ្នឹងគឺវាស្មើនឹងយើងមាន constructor ហើយនឹង default constructor ដែលយើងតែងតែ space អញ្ចឹងយើង space មកអញ្ចឹងយើងមិនមាននេះយើងមានclass របស់យើងclass product នេះយើងមិនមាន constructor នេះដែលយើងតែងតែដាក់អញ្ចឹងយើងចុច space ប៉ុន្តែនៅក្នុងនេះបើណាយើងដាក់អញ្ចឹងវាអត់ឲ្យទេអញ្ចឹងខ្ញុំសូមបញ្យល់អញ្ចឹងតែម្ដងអញ្ចឹងបញ្ជាក់ម្ដងទៀតថា entity គឺសម្រាប់ create ទៅ table គឺវាទៅ database ហើយវាបង្កើតជា table ហ្មងឲ្យយើងហ្មងហើយតាក់ទងនឹង data គឺសម្រាប់ setter and getter ហើយតាក់ទងនឹង constructor no ហើយនឹង all constructor នេះគឺនៅក្នុង class ហ្នឹងគឺខ្លាយទៅជាមាន constructor automatic មិនបាច់យើងទៅសេកូដមួយនាំហត់ទេណាអូខេហើយកន្លែងនេះយើងដាក់ ID auto generate value អីហ្នឹងគឺយើងចង់ឲ្យវាauto number អីឡងយើងប្រើពាក្យ annotation នេះបាទសម្រាប់ Spring គឺអញ្ចឹងហើយដាក់ទៅលើ ID អញ្ចឹងយើងដាក់ annotation ID ហើយ generate ចេះអញ្ចឹងអាហ្នឹងវាទៅជា field auto increment automatic ហើយកន្លែងនេះគឺ not blank នេះគឺមានន័យថាយើងយកទំហំ column អីដែលយើងត្រូវយកអីចឹងដូចយើងដាក់ blank ឲ្យវាណាបាទអូខេសាយអីហ្នឹងយើងមើលតាមហ្នឹងទៅខ្ញុំគិតថាมันពិបាកទេហើយនៅក្នុងនេះគ្រាន់តែយើងជំនួសឲ្យការសរសេរ class យើងធម្មតាហ្នឹងទៅជាប្រើ Spring Boot ដោយយើងមិនបាច់ថា in សាយប្រមាណទំហំប្រមាណអីមិនបាច់ទេអញ្ចឹងយើងមើលតាមនឹងមួយទៅណាអូខេបើយើងមិនច្បាស់យើងមើលវីដេអូគ្រូឡើងវិញហ្នឹងអញ្ចឹងclass entity មួយហ្នឹងសំទោស class model មួយហ្នឹងវាគឺជាគេហៅថា Pocho class របស់យើងបាទ Pocho class របស់យើងបាទជា entity របស់យើងណាអូខេហ្នឹងគឺ model ហ្នឹងកន្លែង model បាទអូខេកន្លែង model ហ្នឹងណាបាទកន្លែង model អញ្ចឹង model យើងគ្រាន់តែដាក់ប៉ុណ្ណឹងមក model ហ្នឹងគឺវាឈរទៅជា table ឈរទៅជា field column អីសម្រាប់នៅក្នុង table យើង automatic បាទ automatic ដោយសារអីដោយសារនេះដោយសារតែយើងមាន add annotation មួយឈ្មោះថា entity ណាអូខេហើយមួយទៀតយើងនិយាយពី controller បាទនេះគឺ controller តើ controller មានតួនាទីធ្វើអីបាទគ្រូបានបញ្យល់ឲ្យតើតើនឹង controller ដោយគ្រូបញ្យល់នៅក្នុងរូបភាពមិញនេះគ្រូឯកភាពណានេះរូបភាពមិញបាទបន្តិចបាទនេះរូបនេះដែលគ្រូបង្ហាញនេះរូបនេះអូខេចឹងនេះ controller ហ្នឹងតួនាទីសម្រាប់ធ្វើការ model ជាមួយនឹង database អីគឺ controller ហ្នឹងវាអ្នកផ្ដល់ជូនមកឲ្យ view វិញណាអូខេអញ្ចឹងនៅក្នុងហ្នឹងយើងឃើញនេះអញ្ចឹងគេដាក់private final product service ហេតុអីបានតាក់ទងជាមួយ service ណាហេតុអីបានតាក់ទងជាមួយ service ចឹងយើងនិយាយថា controller ហើយនឹង model controller ហើយជាមួយនឹង view ទេ view កន្លែងនេះកន្លែង report កន្លែង postman នេះគឺយកអាហ្នឹងធ្វើជា view ហ្មងពួកគ្រូខ្ជិលទៅសេ HTML ណាអញ្ចឹងអាហ្នឹងគឺជា view របស់វាហើយអ្នកទាំងអស់គ្នាអាចមកប្រើវាជា form ក៏បានអ្នកទាំងអស់គ្នាយកពាក្យថាកន្លែងណា form
JSON នេះកន្លែងនេះកន្លែង header អីណាណៃនេះបាទអញ្ចឹងអត់អីទេកន្លែងនេះក៏គ្រូបញ្ជាក់ថាយើងយកអារើសអាហ្នឹងមកវាជា view របស់យើងអាហ្នឹងមានន័យថាខ្ញុំខ្ជិលទៅបង្កើតអីញ៉ៃច្រើនខ្ញុំប្រើអាហ្នឹងខ្ញុំមិនតេស្តមកនៅជាមួយ Postman ហ្នឹងព្រោះ Postman ហ្នឹងវាគឺជា view មួយរបស់យើងហើយសម្រាប់ឲ្យយើងតេស្ត connect ជាមួយនឹង API របស់យើងណាអញ្ចឹងយើងមើលនេះឃើញទេនេះនៅក្នុងតាក់ទងជាមួយទៅនឹង Spring Boot យើងមានជាគេហៅថាជាURL ណាURI សម្រាប់វាយទៅលើ URL ហ្នឹងគឺយើង add annotation មួយដែរយើងដាក់ថា REST controller REST controller ក៏បាន controller ក៏បានប៉ុន្តែគ្រាន់តែ controller យើងប្រើជាមួយនឹង web page តែ REST controller យើងប្រើជាមួយនឹង JSON data អូខេអញ្ចឹងនេះយើង request mapping យើងដាក់ URL code របស់វាប៉ុណ្ណេះមកកាលណាយើងប្រើ request mapping ចេះធ្វើឲ្យអា mapping យើងដែលយើងតនេះគឺវាអាចតជាមួយយើងបានឃើញទេអានេះមកជា base URL ហើយបន្ទាប់មក join ជាមួយនឹង ID នេះបានអា category នេះបានអា search នេះបានឃើញទេអញ្ចឹងបានយើងដាក់គេហៅថា group row កន្លែងហ្នឹង group row អូខេអញ្ចឹង require argument constructor នេះយើងដឹងហើយថាវាផ្ដល់ឲ្យនៅ constructor អញ្ចឹងយើងមកដល់អាកន្លែង controller នឹងហើយយើងមើលមួយទៀតអញ្ចឹងគ្រាន់ថានេះគ្រាន់តែវាពាក់ព័ន្ធគ្នាទេបើវាពាក់ព័ន្ធគ្នាថានៅក្នុង product នេះវាដាច់តែឯងគ្រាន់តែវាត្រូវការជាមួយនឹង database map គ្នាឃើញទេដល់ពេលតាក់ទងទៅនឹងអា controller នេះគឺវាត្រូវការមួយទៀតគឺកន្លែងដែលវាត្រូវការធ្វើការ config ព្រោះ controller គឺធ្វើការជាមួយនឹង database អញ្ចឹងណាដល់ពេល controller ធ្វើការជាមួយនឹង database អញ្ចឹងគេបង្កើតមួយទៀតគឺ repository នេះបាទ repository ហ្នឹងអីគេ repository មិញ repository ឲ្យយើងវាយមិញនេះអាគ្រូដាក់មិញនេះកន្លែងណាកន្លែង spring.io យើងខ្ញុំសុំទោសខ្ញុំមើលតិចដឹងនៅណាទេបាទ spring.io មិញនេះបាទ spring.io យើងឃើញទេនេះអាកន្លែងដែលគ្រូនិយាយថានេះ JPA data នេះអញ្ចឹងអាហ្នឹងគ្រាន់តែគេភ្ជាប់ថានៅពេលដែលយើងចង់យក data គឺយើងប្រើ interface មួយ repository ហ្នឹងហើយយើងដាក់តែឈ្មោះ class យើងចូលទៅដាក់ឈ្មោះ class យើងចូលអញ្ចឹងអាហ្នឹងវាคล้ายទៅជាស្មើនឹងគេទៅសេឲ្យយើងថា select from ពីណាមកឬក៏ update ឬក៏ insert ហ្នឹងឃើញទេអញ្ចឹងអ្នកទាំងអស់គ្នា add field interface មួយ product repository មកហើយមួយទៀតគឺយើងប្រើ service បាទមួយទៀតយើងប្រើ service ហើយនិយាយទៅដដែលទេគឺសរុបរួមមកគឺ MVC ដែរទេព្រោះអាហ្នឹងវាទោះបីជាយើងបង្កើត repo ក្តីយើងបង្កើត service ក្តីគឺយកទៅដាក់នៅក្នុង controller តើនេះនៅក្នុង controller តើយើងធ្វើការជាមួយ controller តើអញ្ចឹងវាមិននៅក្នុង MVC ដែរគាត់ថា controller នេះដើម្បីឲ្យវាមានភាពកាន់តែស្រួលគឺយើងបង្កើត repository មួយតង់មកយើងបង្កើត interface មួយតង់ហើយកន្លែង service នេះគឺយើងធ្វើការជាមួយនឹង repository ដល់ពេលកន្លែង controller របស់យើងនេះយើងធ្វើការជាមួយតែ product service ទេយើងហៅថា service មកអា service ហ្នឹងវាធ្វើការជាមួយ repository ហើយអញ្ចឹងអា service ហ្នឹងវាចាប់ផ្ដើមបោះ data បោះអីទៅឲ្យ client របស់យើងអូខេសង្ឃឹមថាតន់កន្លែងហ្នឹងណាអូខេអញ្ចឹងខ្ញុំមើល repository មក repository របស់យើងនេះយើងបង្កើតមកproduct repository extend ជាមួយនឹងនេះ JPA repository នេះហើយយើងដាក់តែ class យើងមកអញ្ចឹងវាប្រាប់ថាហ្នឹងអា class ហ្នឹងឈរឲ្យដូចយើង SQL ហ្នឹង SQL database យើងអញ្ចឹងយើងទៅសេcommand នោះគ្រាន់តែប្រាប់វាថាយើងបោះ class entity នឹងចូលមកហើយយើងកន្លែងនេះយើងយក ID វាជា long អញ្ចឹងយើងចាប់ផ្ដើមបង្កើតជា list មួយហើយយើងដាក់ product នឹងចូលទៅយើងចាប់ផ្ដើមប្រើ find by category find by name អីណាអីបានគ្រប់យ៉ាងស្មើនឹងយើង select all from TPL product where category like ណែគេ string category ឃើញទេអញ្ចឹងអាហ្នឹងអញ្ចឹងណាអូខេអញ្ចឹងខ្ញុំមិនមានអីបញ្យល់ទេបើសិនជា
អ្នកទាំងអស់គ្នាយល់ពី concept MVC គាត់តែខ្ញុំប្រាប់ថាគឺ model view យើងនៅកន្លែងនេះដែលខ្ញុំនិយាយមិញហ្នឹងខ្ញុំអត់ប្រើ HTML file ទេ view យើងគឺខ្ញុំយកអានេះមកតែម្ដងព្រោះយើង request តាមរយៈ view ហ្នឹងបាទនេះ postman នេះអញ្ចឹងបន្ទាប់មកទៀតយើងបង្កើត controller ហើយ controller យើងហ្នឹងយើងត្រូវការមាន service ហើយ service នេះគឺយើងធ្វើការជាមួយនឹង repository អញ្ចឹងអាពីរនេះធ្វើការជាមួយគ្នាហើយចាំយើងយក controller នេះយើងហៅអាហ្នឹងយកមកប្រើយើងទៅសេតែមួយគត់យើងឈរលើ class តែមួយគត់គឺ class service យើងនេះមកអញ្ចឹង class service យើងធ្វើការជាមួយ repository រួចបាត់ទៅហើយអញ្ចឹងអូខេអញ្ចឹងយើងដាក់ private final product service នេះមកយើងបង្កើត object មួយមកគឺ service នេះមួយមកព្រោះនេះជា object ណាអញ្ចឹងកន្លែង get mapping នេះយើងមិនបាច់ដាក់ទេព្រោះដោយសារថា get mapping យើងមិនត្រូវតយើងមិនបាច់ដាក់ទេអញ្ចឹងមិនបាច់ដាក់គឺយើងបើមិនបាច់ដាក់វាស្គាល់ឥឡូវនេះបើមិនបាច់ដាក់វាយកឥឡូវហ្នឹងអញ្ចឹងកន្លែងហ្នឹងណាហើយបន្ទាប់មកទៀតយើងទៅសេ function មួយឈ្មោះថា public response entity នេះគឺជាឈ្មោះដែលយើងដាក់ហ្នឹងគឺយើងដាក់ response entity អញ្ចឹងមកហើយបន្ទាប់មកទៀតយើងដាក់ response API response ហើយបើយើងដាក់ API response ព្រោះបើយើងមិនដាក់ API response ទេកន្លែងហ្នឹងគឺពាក្យថា ADI API response នេះគឺមានន័យដូចយើងប្រើអានេះដែរទេស្តៀងគ្នានឹងប្រើនេះតែគ្រាន់ថាពេលដែលយើងប្រើ API response មកយើងដាក់ product ចូលធ្វើឲ្យអាហ្នឹងវាទទួល object របស់យើងហ្នឹងវាអត់ទៅយកពី database ផ្ទាល់មានន័យថាវាអត់ឈរលើ database ផ្ទាល់ទេគឺមាន object មួយទៀតសម្រាប់ទាញទិន្នន័យពីអា product ហ្នឹងទៅអញ្ចឹងយើង list ជាមួយនឹង product ហ្នឹងទៅហើយយើង get all product យើងប្រើពាក្យថា list product ឃើញយើងដាក់ product ចូល product ស្មើនឹង product service dot find all អញ្ចឹងពេលណាដែលយើងប្រើ product service dot find all គេប្រើ return response entity ប្រសិនបើ OK API ដល់ response success អញ្ចឹងគ្រាន់តែយើងដាក់កន្លែងហ្នឹងគឺគ្រាន់តែចង់បញ្ជាក់ថាតកតងទៅនឹងអាការងារដែលយើងប្រើ API response នេះគឺឲ្យវា response បាទសំទោសឲ្យវា response តកតងនឹង success ឬក៏មិន success អញ្ចឹងគេសរសេរកូដប៉ុណ្ណឹងណាគេបាទអានេះយើងតកតងជាមួយនឹង generate class ទៀតគេហៅថា generate អញ្ចឹងមិនបាច់វែងឆ្ងាយទេគ្រាន់តែខ្ញុំចង់បញ្ជាក់ថានៅក្នុង concept REST API MVC នេះគឺជាមេរៀនបន្ទាប់ពីតកតងទៅនឹង MVC ធម្មតាបានយើងរៀនអានេះយល់ណាអញ្ចឹងមានតង់របស់វាខ្ញុំនឹងចេញវីដេអូមួយទៀតគឺចេញវីដេអូ MVC ធម្មតាណាអញ្ចឹងតកតងណានឹងហើយយើងសំទោសយើងមើលAPI response ហ្នឹងទៅអញ្ចឹងនៅពេលដែលយើងបង្កើត function មួយដែលមានឈ្មោះថា response entity ហើយ response entity ហើយយើងដាក់ API response ហើយយើងដាក់ list យើងដាក់ product ចូលបាទយើង get all product ចេះហើយកន្លែងនេះគឺយើង convert អា product ហ្នឹងឲ្យទៅជា list អញ្ចឹងយើងស្មើនឹងអានេះ dot find all តាមពិតដែលទេនេះយើងយកពីណាមកយើងយកពី service ហើយ service យើងយកតពី repository ទេប៉ុន្តែគ្រាន់តែថានៅកន្លែងហ្នឹងកាលណាយើងប្រើ service មានន័យថាយើងហៅតែ service ហ្នឹងទេឃើញទេនេះយើងប្រើ object មកឲ្យស្មើនឹង service ហ្នឹង dot find all ហើយបន្ទាប់មកយើង return អាហ្នឹងយើង return entity នឹងទៅវិញប្រសិនបើវា OK API response dot success បាទអញ្ចឹងយើងមើលតាមហ្នឹងទៅហើយអានេះវា return ទៅជា list ហើយបន្ទាប់មកទៀតហូរហែអញ្ចឹងមកអូខេអញ្ចឹងអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់ថាមិនចាំបាច់ទៅឈឺក្បាលអីហាលថ្ងៃជាមួយវាទេគ្រាន់តែយើងថានៅពេលដែលយើងចង់តាក់ទងទៅនឹង get នៅ element យើងគ្រាន់តែប្រើ method មួយឈ្មោះថា public response entity ហើយយើងដាក់ response API response យើងនឹងចូលទៅហើយយើង convert វាទៅជា list ទៅហើយយើងប្រើ method នេះហើយបន្ទាប់មកទៀតយើង assign អាហ្នឹងយើងដាក់ product ហ្នឹងទៅជា list ឲ្យវាស្មើនឹងអានេះ dot find all បាទអញ្ចឹង return entity នឹងមកអូខេដល់ពីកន្លែងនេះគឺដូចគ្នាទេយល់តែមួយយល់ទាំងអស់អញ្ចឹង map តពីអាក្បាលលើនេះមកយើងដាក់ ID កន្លែងហ្នឹង
bà pro dương trao cá ấy kì dương trao cá get tam rồi ID là bay tiên tên ở đây tầng ọt máu đó chẳng get product by ID khí này cái đại hơi dương đã path variable nó long ID nó product từ đáy và product đáy cứ dương ở trăm bánh đã chỉ lịch tế của ấy product bao dương cứ mỗi object tề mỗi statement tề chẳng find my ID dương đã ID cho màu hay dương return API success rồi có ấy chẳng màu ta dương return cho ta success tề cả nào vì mình success cứ nó không API response viên dương ní nè cái đa này API response error này cứ viên đăng automatic thà vì success rồi có viên mình success lại nhận bà cái phương chẳng lói bà cái sẽ class đặt chấm cái sẽ chỉ generate សម្រាប់បោះអា class ណាដាក់ class ណាចូលចេញអា response success ឬក៏មិន success class នឹងមកវិញដែរបាទព្រោះអីអានេះវាអា response success នេះយើងដាក់ class នេះចូលដែរអញ្ចឹងពេលយើង response មកជោគជ័យមិនជោគជ័យអញ្ចឹងវាដឹងព័ត៌មានរបស់ class នឹងមកអូខេអញ្ចឹងអានេះពាក់ព័ន្ធជាមួយនឹងការយកទិន្នន័យអញ្ចឹងហើយបានជានៅពេលដែលខ្ញុំមកចូលកន្លែង view របស់ខ្ញុំចុចពាក្យថា get ឃើញនេះព្រោះអី method របស់ខ្ញុំវា get នេះកន្លែងនេះតែខ្ញុំចង់ប្រាប់ថានេះយើងវាយ URL កន្លែងហ្នឹងមកអញ្ចឹងដោយសារតែពេលដែលខ្ញុំ run ពេលដែលខ្ញុំចុច run ទៅគឺតាក់ទងទៅនឹងport របស់ខ្ញុំនេះវាឲ្យ run ជាមួយនឹង port 80 ណាអញ្ចឹងខ្ញុំចូលកន្លែងនេះខ្ញុំរើសយកខ្ញុំបើកតាក់ទងទៅនឹងpostman របស់ខ្ញុំយកពាក្យថា get ព្រោះអីខ្ញុំទទួលខ្ញុំប្រើ method get ហើយខ្ញុំ pass URL ខ្ញុំប៉ុណ្ណេះចូលមកព្រោះខ្ញុំដឹងថា local host យើងត្រូវការ local port 80 ហ្នឹងយើង pass ហ្នឹងចូលមកហើយ API របស់យើងគឺ REST របស់យើង URL របស់វាគឺប៉ុណ្ណឹង API v1.product អញ្ចឹងយើងចុចសិនទៅយើងនឹងទទួលបានទិន្នន័យវា load status មកជោគជ័យអូខេមកអញ្ចឹងយើងឃើញនេះយើងបានទិន្នន័យមកអូខេឃើញទេអញ្ចឹងយើងបានប៉ុណ្ណឹងយើងយកទៅ view បាននៅក្នុង website នៅក្នុងអីរបស់យើងអូខេឃើញនេះទី1 name laptop អីទី2ហើយមួយវិញទៀតខ្ញុំភ្លេចនិយាយប្រាប់ថាអាហ្នឹងយើងគួរតែចងចាំដែរថានៅពេលដែលយើងខ្ជិលinsert ដោយសារតែយើងប្រើ API យើងពិបាកនឹង insert ច្រើនដងយើងប្រើclass មួយទៅយើង implement ជាមួយនឹង command line នេះទៅបាទហើយយើងដាក់ថា private product repository នេះយើងយកពី repository នេះទៅ repository product repository អញ្ចឹងយើងប្រើយើងមក override ជាមួយនឹង keyword កាលណាយើង implement ជាមួយនឹង command line នេះ runner នេះយើង override មកយើងដាក់ string របស់វាប៉ុណ្ណឹងមក repository.count ហើយយើងដាក់ជា product list ចេះមកហើយបន្ទាប់មកយើងអាចប្រើហ្នឹងប្រើ object ហ្នឹងនេះ object product នេះ .builder ហេតុអីចឹងព្រោះដោយសារតែគេដាក់ builder អញ្ចឹង product.builder អញ្ចឹង builder សម្រាប់យើងទៅ sit មានន័យថាយើង save នៅក្នុង database របស់យើងអញ្ចឹងយើងឲ្យព័ត៌មានពីនឹងទៅបាន name laptop description price stock category electronic ឃើញទេហើយបន្ទាប់មកយើងយក .build ហើយ product ទី2 build មួយទៀតហើយឈ្មោះមួយទៀតមកទី3មួយទៀត build មួយទៀតអាហ្នឹងគេហៅថា class seeder data seeder មានន័យបញ្ចូល data ទៅ table របស់យើងអញ្ចឹងហើយបាននៅពេលដែលយើងចុចនៅត្រង់កន្លែង view របស់យើងនេះពេលដែលយើង request ខ្ញុំ get អាហ្នឹងហើយខ្ញុំ request patch ទៅគឺ controller យើងបោះ data មកគឺយើងមាន data អូផ្លេចបញ្ជាក់មួយទៀតកន្លែងនេះគឺយើងដាក់ entity របស់យើងឈ្មោះអីនេះ product ហើយយើងដាក់ table យើងឈ្មោះ product 1នេះកន្លែង entity អញ្ចឹងយើងទៅមើលកន្លែង database របស់យើងមើលឃើញអានឹងអត់ឃើញproduct 1នឹងអត់ខ្ញុំ refresh សិននេះ product 1ឃើញទេបងប្អូនគាត់នេះឃើញទេអញ្ចឹងយើងមកស្ដាំមកយើង select មកតើយើង insert seeder មួយនឹងចូលអត់ណែចូលមកកណ្ដោឃើញទេកន្លែងយើង seeder មិញណានេះអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងទេគឺដើម្បីជាអនុវត្តពោះមិនមែនស្រួលទេបាទមិនមែនស្រួលទេបាទគ្រូនិយាយថាមិនស្រួលគឺមិនស្រួលហើយបើសិនជាបងប្អូននៅឆ្ងល់បងប្អូនអាចទៅមើលmodel view controller មុនអានេះគឺជា model view controller ជាមួយនឹង REST API ណាបាទនេះកន្លែងយើងប្រើ REST API នេះហើយ
dương phơ ban bản năng tới nó trong program kia ta xây bàn này nó trong bản năng dương ta xây bản năng nó trong program khi cho ta pra bàn khi cho ta bỏ chia dương bàn chỉ chê san cái do chê san nó tôi respond từ nông ai na này tiết nó chưa được bỏ kể nè ok chẳng nó trong video này kêu miền tại bản năng thế hay sự cầm thà pon mơ video bỏ kêu từ đây tới nên dồn bà hay môn nó phải chop kêu xong mà recap làm bình tích còn là dương miền là flight P យើង flight repository ហើយនឹង service បើយើងអត់មាន repository ទេយើងអត់អាចទៅ query database នឹងបានទេហើយបើយើងអត់មាន service ទេពេលដែលយើងមកទៅ save នៅក្នុង controller នេះគឺត្រូវតែ save ច្រើនណាស់កន្លែងហ្នឹងប៉ុន្តែដល់ពេលយើងមាន service ស្រាប់យើងគ្រាន់តែ public ប៉ុណ្ណឹងមកហើយយើងប្រើ method យើងអញ្ចឹងមកដល់ពេលយើងដាក់ជា list យើងគ្រាន់តែយក service នេះ dot find all មកបាទគ្រាន់តែប៉ុណ្ណឹង dot find all មកគឺយើងអាចreturn ដឹងថាតើវា success មិន success តែប៉ុណ្ណឹងដល់អាក្រោមនេះក៏ដូចគ្នាគ្រាន់តែយើងមាន ID យើង add path variable យើងនេះតើនេះយើង add path variable នេះបាទស្រួលបាទវាមិនលំបាកប៉ុន្មានទេកាលណាយើងយល់អំពី Spring ណាអានេះដូចយើង map by category វិញអញ្ចឹងមានអីបាក់យើង add path variable ជា string មកហើយដូចតែគ្នាទេយើងគ្រាន់តែហៅអា service របស់យើងនោះព្រោះ service របស់យើងមាន method នេះអា method នេះយើងបានមកពីណានេះ method នេះយើងបានមកពីណាយើងបានមកពីនេះអា method find all យើងបានមកពីណាយើងបានមកពីនេះអា repository យើងនេះដែលយើងបង្កើត method នេះមិនយើងបង្កើតធម្មតាយើងមិនបង្កើតអីគេអាតាក់ទងទៅនឹង interface ហ្នឹងយើងមិនបង្កើតជា function នេះជា interface សំទោសជា function អត់មាន body ទេអាហ្នឹងយើងបានមកពីហ្នឹងយើងយក repository ដែលយើងដាក់ហ្នឹងយើង dot find all ហ្នឹងយើងបានមកពីអាហ្នឹងព្រោះវាជា method របស់យើងដែលអត់មាន body ហ៎អានេះក៏អញ្ចឹងដល់ពេលយើងមកចូលនៅក្នុង service របស់យើងគ្រាន់តែប្រកាសជា function របស់យើងនឹងមកបាទនេះឃើញនេះយើងដាក់មក product service product service យើងយកពី repo មកនេះ product repository នេះយើងយកពីអាហ្នឹងមកយើងគ្រាន់តែ to list ហើយស្មើនឹង find all ហើយ return product repository dot find all ឃើញបាទយើងយកពី class អាហ្នឹងមកវិញដល់ពេលយើងទៅកន្លែង controller គឺយើងស្រួលណាស់យើងគ្រាន់តែហៅអាហ្នឹងមកយើងហៅអាពី service មកវិញបាទហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់សរសេរឲ្យធ្ងន់ដល់កន្លែងហ្នឹងសរសេរអីសេទៅបាទដាក់លក្ខខណ្ឌថាអីណាបើវាស្មើប្រមាណឲ្យវា return អីគេសរសេរក្នុងហ្នឹងនៅក្នុង repository ហ្នឹងដល់ពេលមក service នេះគឺអត់មានធ្ងន់ទេកន្លែងហ្នឹងបើយើងមិនបង្កើត repository នេះសរសេរកន្លែងហ្នឹងគឺធ្ងន់ណាស់បាទគឺធ្ងន់អូខេអញ្ចឹងខ្ញុំ recap ឡើងវិញប៉ុណ្ណឹងសង្ឃឹមថាវីដេអូនេះវារៀងលំបាកបន្តិចប៉ុន្តែបងប្អូនយកទៅមើលទៅវាជាវីដេអូទី2ដែលយើងត្រូវរំលឹកថាយើងមកទៅសេ REST ពី API យើងទៅសេយ៉ាងដូចម្ដេចបាទសូមអរគុណសូមជម្រាបលា